A noun is the name of a person, place, thing or idea. នាមគឺជាឈ្មោះនៃមនុស្សទីកន្លែងវត្ថុឬក៏កំណត់ Example ឧទាហរណ៍ person មានដូចជា boy ក្មេងប្រុស teacher គ្រូបង្រៀន doctor គ្រូពេទ្យ girl និង girl ប្រាដឺអីចឹងណាអូន ហ្នឹងហើយណាមីង ប៉ាម៉ាក់ ហ្នឹងដល់ពេល place តកតនឹងទីកន្លែងមាន school សាលារៀន park សួន ទី city ពេទ្យ ទីក្រុង hospital មន្ទីរពេទ្យ hospital ទីពេទ្យចា បាទអញ្ចឹងមានកន្លែងផ្សេងៗទៀតជាច្រើនដល់ ហូ ពេល ម បាត់ ផ្ទះហូមផ្ទះអីក៏បានដូចគ្នា បានដល់មីងមាន home មានអីចឹងណា ចា ដល់ពេល thing តកតនឹងវត្ថុមាន book chair computer ចឹងមានអីផ្សេងទៀតទេមាន ចា phone ទូរស័ព្ទឃើញទេមីង phone ទូរស័ព្ទ ចា watch នាឡិកា television ទូរទស្សន៍បាទចឹងរាប់អត់អស់ដល់ពេលកំណត់ idea កន្លែងហ្នឹងមាន honesty freedom ណា freedom សេរីភាព ចា បាទ friendship មិត្តភាពអញ្ចឹងទីនេះនាមពាក្យថានាមមួយម៉ាត់សរុបមកប្រែថាឈ្មោះតែមានសរុបឲ្យខ្លីមកអញ្ចឹងអានេះយើងបំបែកឲ្យងាយយល់ទេតកតងមនុស្សទីកន្លែងវត្ថុកំណត់អីនេះឲ្យងាយយល់